ពោធិរាជកុមារសូត្រសម័យមួយព្រះដ៏មានព្រះភិក្ខទ្រង់គង់នៅក្នុងភេសកលវ័នភគជនបទសម័យនោះពោធិរាជកុមារជាព្រះរាជបុត្ររបស់ព្រះបាទឧទេនជាមួយនឹងព្រះនាងវាសុលទន្តាវាសុលទន្តាជាធីតារបស់ព្រះបាទចន្ទបជោតនៅនគរឧជ្ជនីបានអារាធនាព្រះដ៏មានព្រះភិក្ខមួយអន្លើដោយភិក្ខុសង្ឃទទួលចង្ហាន់ប្រារព្ធការសាងសង់កោកនុទ្យាប្រាសាទទើបតែរួចថ្មីពោធិរាជកុមារបានក្រាបសម្ពុទ្ធពីលើប្រាសាទចុះមកតាមកម្មចន្ទាដល់ខាងក្រោមថ្វាយព្រះដ៏មានព្រះភិក្ខទ្រង់ជាន់ដោយព្រះបំណងប្រាថ្នាចង់បានព្រះឱរសហើយផ្សងថាបើព្រះដ៏មានព្រះភិក្ខទ្រង់ជាន់កម្រាលសម្ពុទ្ធយើងនឹងបានបុត្របើទ្រង់មិនជាន់ទេយើងនឹងមិនមានបុត្រឡើយព្រះដ៏មានព្រះភិក្ខទ្រង់ជ្រាបហើយទើបទ្រង់មិនជាន់នៅកម្រាលសម្ពុទ្ធនោះដោយការតាក់ទងនឹងបាបកម្មរបស់ពោធិរាជកុមារជាមួយនឹងភរិយាអំពីជាតិមុននៅនឹងកោះមួយនោះបានសម្រាប់កូនសត្វបរិភោគទើបព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ព្រះគាថាក្នុងវត្តវៈដែលបានសរសេរខាងដើមហើយមានជាអាថាបើបណ្ឌិតដឹងថាខ្លួនជាទីស្រឡាញ់គួររក្សាខ្លួននោះឲ្យល្អគួរស្ងួនក្រងខ្លួនទុកក្នុងវ័យទាំង3វ័យណាមួយនៅក្នុងព្រះសូត្រព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់សម្ដែងអំពីដំណើរដែលព្រះអង្គទ្រង់យាងសាងព្រះភ្នោះធ្វើទុក្ករកិរិយារហូតដល់ត្រាស់ដឹងប្របញ្ចវគិគឺជាការបកស្រាយក្នុងបញ្ហាដែលពោធិរាជកុមារពោលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមានសេចក្តីត្រិះរិះយ៉ាងនេះថាសេចក្តីសុខបុគ្គលមិនក៏បីបានដោយសេចក្តីសុខទេគឺសេចក្តីសុខបុគ្គលត្រូវបានដោយសេចក្តីទុក្ខនៅផ្នែកខាងចុងនៃព្រះសូត្រព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់សម្ដែងអំពីអង្គនៃសេចក្តីព្យាយាម5ប្រការជាការឆ្លើយតបសំណួរដែលពោធិរាជកុមារក្រាបទូលសួរព្រះអង្គអំពីពេលវេលានៃការសម្រេចព្រះអរហត្តផលពោធិរាជកុមារបានដល់ព្រះត្រៃសរណគមស្ដាប់ព្រះគាថាធម្មបទសម្រេចសោតាបនផល